តោះបងយើងរៀនធ្វើទឹកស៊ុបទាំងអស់គ្នានេះគឺជាចំនួនទឹកស៊ុបសម្រាប់មី100ចានបាទឥឡូវបន្ទាប់ពីយើងស្ងោរឆ្អឹងស៊ុបហើយហើយយើងបានទឹកស៊ុបមួយឆ្នាំងនេះចំនួន50លីត្រសម្រាប់100ចានឥឡូវដល់ពេលយើងដាក់គ្រឿងមីហឹលហើយនេះទឹកស៊ុបយើងងាស់ពីឆ្អឹងស៊ុបហើយនឹងបន្លែហើយនឹងគ្រឿងយើងអាំងមកយើងបានទឹកស៊ុបប៉ុណ្នេះយើងដួស50លីត្រមកឥឡូវយើងលាយគ្រឿងមីហឹលទាំងអស់គ្នាតោះអូនចាំលើកថងពុះទៀតបាទបងមើលបងណាចង់បើកអាជីវកម្មអាចតាក់ទងមកខាងប្អូនបានកំងគ្រឿងចំនួនទឹកស៊ុបប្រមាណនេះក៏បានមិនថាតិចមិនថាច្រើនបងណាចង់បើកអាជីវកម្មមីហឹលក៏អាចតាក់ទងមកខាងប្អូនបានដែរឥឡូវយើងដាក់គ្រឿងហើយគឺយើងចាំទឹកស៊ុបយើងពុះមកពុះគឺយើងតម្លាក់ចុះយើងអាចបានប្រើបានក្នុងមួយថ្ងៃពេញហ្នឹងហើយបងមើលទឹកស៊ុបរបស់យើងពណ៌ស្អាតមែនតើហើយនេះគឺជាការបង្រៀននៅជាដៃគូសាខារបស់យើងមិនថាបងចង់បានគ្រឿងចំនួនប្រមាណលីត្រក៏បានដែរបងចង់ធ្វើតិចចង់ធ្វើច្រើនហើយនេះទឹកស៊ុបរបស់យើងចាប់ដើមពុះហើយគឺយើងដាក់តាមមកពុះទេគឺពុះរលាយគ្រឿងសពចូលគ្នាអស់គឺយើងដាក់ចុះគឺយើងអាចប្រើលក់មីមួយថ្ងៃពេញតែ